ទម្លាប់ទី5អ្នកលក់ដែលប្រកែគេមានទម្លាប់ទី5គេចេះរាយការណ៍គេចេះធ្វើរបាយការណ៍អញ្ចឹងយើងចេះតែលក់យើងចេះធ្វើរបាយការណ៍មិនដឹងថាយើងរីកចម្រើនយើងលំបាកយើងលំបិនមិនអញ្ចឹងត្រូវតែចេះធ្វើរបាយការណ៍គេមានទម្លាប់មួយគេធ្វើរបាយការណ៍របស់គេពីស្នាដៃរបស់គេពីអ្វីដែលគេធ្វើបានហើយនឹងអ្វីដែលគេធ្វើអត់បានគេត្រូវរាយការណ៍ទាំងអស់នៅពេលដែលគេធ្វើរបាយការណ៍បានគេចេះសុំយោបល់នៅពេលដែលគេធ្វើអីអត់បានគេធ្វើអត់កើតអញ្ចឹងគេសុំយោបល់ពីថ្នាក់ដឹកនាំរបស់គេគេសុំយោបល់ពីក្រុមការងាររបស់គេគេសុំយោបល់ពី mentor របស់គេអ្នកលក់ប្រកែមិនត្រឹមតែចេះស្លៀកពាក់មិនត្រឹមតែចេះធ្វើផែនការធ្វើសកម្មភាពទេគេចេះរាយការណ៍គេចេះធ្វើរបាយការណ៍ហើយគេចេះសុំយោបល់នៅពេលដែលគេធ្វើការទៅគាំងទៅអត់រួចគេសុំបានគេចេះសុំគេអត់គិតថាគេនឹងប្រកែគ្រប់គ្រាន់ទេគេត្រូវការយោបល់បន្ថែមដើម្បីអីយោបល់ពីថ្នាក់ដឹកនាំយោបល់ពីភ្ញៀវរបស់គេក្រុមការងាររបស់គេដើម្បីអីដើម្បីតែមួយ headផលតែមួយគាត់គេរៀនធ្វើឲ្យគេកាន់តែខ្លាំងអញ្ចឹងត្រូវចេះរាយការណ៍ហើយសុំយោបល់នៅពេលដែលធ្វើអត់បាន